ខ្ញុំក៏ថាខ្ញុំទ្រាំលេងបានហើយជាមួយនឹងហ្គេមមួយនេះអាការ select role មួយនេះគឺថាខ្ញុំទ្រាំលេងបានហើយគ្នាខ្ញុំត្រូវតែចេញវីដេអូមួយនេះតែម្ដងដាក់មុខងារ select role មកហ៎ស្រួលលេងខ្លាំងម៉ែប៉ះទៅតាបតអូលេងប៉ះអាមួយនោះលេងមិដវាលេងឆាំងអើយអានៅតែមិដឯកំតណាមកជីវិតឯនៅតែមិដហ្នឹងទៅអូខ្ញុំឃើញប្រាដើមួយនោះក៏ស្មាចិត្តលេងតែងតែងគ្នាគាត់អំគ្នាគាត់ក៏នៅតែមួយអំហ្នឹងឯងក៏មានតែណាគាត់អញ្ចឹងទៅគ្នាវាយមិនចេញដើម្បីអាចចូលលេងហ្គេមបានត្រូវការ select 2 role មែនត្រូវការ select role ចាំងកលមួយឬក៏ role អីផ្សេង role HP អញ្ចឹងទៅចូលទៅដល់បាន role HP លេងអាពេលនោះលេងចាំងកលលេងដូច bot លេងអន់ជាង bot ទៀតត្រឡប់មកយើងនៅពេលដែលចប់ហ្គេមយើងមក check មើល profile គេមែនcheck មើល account គេអញ្ចឹងទៅនៅពេលដែលយើង check ឲ្យខាងគេសិតតែ100 star high rank 120អាខ្លះមាន200 300ទៀតហើយខាងយើងសិតតែ honor ហ្នឹង honor ទាំងអស់ហ្នឹងអត់តែយើងមួយហ្នឹងហើយដាក់ខាងគេ high rank សិតតែ100 star ហើយសិតតែអ្នកចេះលេងទៀតចេះលេងចេះ combo skill ចេះជួយគ្នាតែអាពេលគេវាយគ្នាពេលចូល team fight ហ្នឹងគឺថាអាគ្នាគេមកដល់ស្រស់គ្នាតែម្ដងហើយនៅពេលដែល team fight ខ្ញុំបើកមុខគ្មានអាគេមកមួយខ្ញុំមិនចេះថាមិនទេអាមុខងារ select role ហ្នឹងមិនដាក់មកល្អជាងដាក់មកអំពើຕົកទេលោកអើយសើចម៉ាច់យកប៉ះគ្នាបតតែប៉ុណ្ណឹងសើចម៉ាច់5នាទី10នាទី5នាទី20នាទីជួនកាលឈានដល់កន្លះម៉ោងទៀតនិយាយចំទៅពីមួយហ្គេមទៅមួយហ្គេមគឺពិបាកលេងរាល់តែហ្គេមតែម្ដងព្រោះអីប៉ះគ្នាឯងទៅតែបតហ្នឹងលេងប៉ះមនុស្សក៏តែមនុស្សហ្នឹងលេងដូចបតអាលេងអន់ឲ្យជេរយើងទៀតនៅពេលដែលខ្ញុំនិយាយចឹងគ្នាប្រកាសនិយាយថាបើពិបាកលេងនៅខំប្រឹងលេងទៅអីខ្ញុំនិយាយមែនខ្ញុំទ្រាំលេងទៅរងថ្ងៃហ្គេមនេះខ្ញុំទ្រាំលេងខ្លាំងមែនទែនព្រោះខ្ញុំធ្វើ content ពីហ្គេមមួយហ្នឹងនៅពេលដែលខ្ញុំរកបានហ្គេមថ្មីគឺខ្ញុំអត់ទ្រាំលេងហ្គេមមួយហ្នឹងទេនិយាយមែនអធិស្ឋានហ្មងហើយរងថ្ងៃនេះកំពុងតែរៀនលេង Honor of King ព្រោះអីហ្គេមមួយហ្នឹងខ្ញុំអត់ដឹងថាវាមិនទេហើយបើសិនជាខ្ញុំចេះលេងហ្គេមហ្នឹងហើយគេអត់ដកអាមុខងារ select role ថាគេអត់